សូមបងប្អូនប្រុងប្រយ័ត្នអាជ្ញាធរអគ្គិសនីកម្ពុជាបានប្រាប់ពលរដ្ឋកុំឲ្យចាញ់បោកគេជុំវិញការទិញឧបករណ៍អាចជួយឲ្យអស់ភ្លើងទិញប្រយ័ត្នបងប្អូនអស់លុយទៅទេជាការពិតណាស់នៅក្នុងពេលថ្មីនេះម្ដងម្កាលនៅលើបណ្ដាញសង្គម Facebook ក៏ដូចជាបណ្ដាញសង្គម TikTok អ្នកប្រើប្រាស់តែងតែនិយមឃើញការផ្សព្វផ្សាយនៅឧបករណ៍មួយប្រភេទដោយអ្នកលក់អនឡាញបានធ្វើការអះអាងក្តែងទៅលើប្រព័ន្ធផ្សព្វផ្សាយថាបើទិញប្រើហើយអាចជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីហើយទាក់ទិនទៅនឹងករណីខាងលើនេះផងដែរតាមរយៈប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាលោកយឹមពិសិដ្ឋបានមានប្រសាសន៍ប្រាប់សារព័ត៌មាននៅក្នុងស្រុកកាលពីថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ឲ្យដឹងផងដែរថាមកដល់ពេលនេះនៅតែសង្កេតឃើញមានការលក់ឧបករណ៍មួយចំនួនតាមអនឡាញដែលមានការផ្សព្វផ្សាយបោកប្រាស់ថាការប្រើឧបករណ៍នេះជាប់ជាមួយនឹងបណ្ដាញអគ្គិសនីនៅក្នុងផ្ទះអាចនឹងជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានហើយជុំវិញតាក់ទងទៅនឹងរឿងខាងលើនេះអាជ្ញាធរអគ្គិសនីកម្ពុជាក៏បានធ្វើការឆ្លើយតបច្បាស់ថាឧបករណ៍ទាំងនោះពុំបានជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីដូចជាការផ្សព្វផ្សាយនោះទេដូច្នេះសូមបងប្អូនកុំចាញ់បោកយកមកប្រើប្រាស់អាជ្ញាធរអគ្គិសនីកម្ពុជានឹងបង្ហាញវីដេអូនៃការពិសោធន៍ជាក់ស្ដែងជូនបងប្អូននៅក្នុងពេលឆាប់ខាងមុខនេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News បានជើងព័ត៌មានដែលយើងខ្ញុំបានលើកឡើងក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន